ស្ដីបងប្អូនបាទថ្ងៃនេះយើងមកបន្តមេរៀនមើលនៅខ្សែបាតដៃរបស់យើងបន្តទៀតណាបងប្អូនណាបាទគឺបន្តនៅខ្សែជីវិតហ្នឹងបន្តទៅទៀតបាទពីព្រោះខ្សែជីវិតនឹងនៅច្រើនរឿងទៅទៀតដែលមិនតន់អស់បាទណាបងប្អូនណាបាទពីព្រោះវីដេអូដែលខ្ញុំបង្រៀនសារជាថ្មីនេះគឺបង្រៀនអំពីខ្សែមួយឲ្យទូលំទូលាយងាយបងប្អូននឹងងាយយល់ណាហើយនឹងច្បាស់លាស់ផងដែរបាទបងប្អូនដែលតាមដានយកចិត្តទុកដាក់បើសិនជាមិនចាំក៏អាចយកសៀវភៅហ្នឹងមកកត់បានណាបងប្អូនណាបាទសុខប្រឹងស្ដាប់គេចេះរិះរេគិតចំណាំពុកឲ្យសាកសួរសាំលិចចំណាំកត់ត្រាទុកបាទបងប្អូនកត់ត្រាទុកទៅគឺបើសិនជាយើងភ្លេចក៏អាចបើកមើលបានណាបាទជាកំណត់ត្រារបស់យើងបាទកត់ទុកនៅពេលដែលយើងចាំតែអ្វីគ្រប់យ៉ាងវាតែងតែមានការភ្លេចភ្លាំងទៅជាធម្មតាណាបងប្អូនណាបាទកាលណាតែយើងមិនបានរំលឹករឿយមិនបានដាស់តឿនវាឲ្យបានញឹកញាប់ទេហ្នឹងក៏វានឹងអាចមានការភ្លេចនឹងទៅវិញបាទណាបងប្អូនណាបាទបន្តទៅទៀតណាខ្សែជីវិតបាទដែលមកចិត្តមករៀនដៃចង្អុលអញ្ចឹងណាបងប្អូនណាបាទជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ណាមហិច្ឆតាហ្នឹងគឺបានន័យថាការចង់មានចង់បានបាទបានន័យថាគាត់តាំងពីក្មេងណាដឹងក្តីមកគឺគាត់ចេះចង់មានចង់បានបាទហើយក៏ចូលចិត្តធ្វើអ្វីដើម្បីភាពជោគជ័យណាបាទគឺមានការព្យាយាមខ្លាំងបាទហើយជាបុគ្គលចូលចិត្តសេរីភាពដោយខ្លួនឯងផងដែរណាមិនចូលចិត្តការនៅដូចថាកែបក្នុងអណ្ដូងទេគាត់ចូលចិត្តសាវជ្រាវចូលចិត្តដើរហើរចូលចិត្តក្រេបជញ្ជក់នៅចំណេះវិជ្ជាផ្សេងអំពីខាងក្រៅអញ្ចឹងទៅបាទចំណែកបុគ្គលដែលមានខ្សែជីវិតនៅចិត្តម្រាមដៃមេនេះវិញណាបងប្អូនណាបាទគឺជាបុគ្គលដែលចូលចិត្តរស់នៅតាមសមាអាជីវោជាដើមណាមិនសូវចិត្តមិនចូលចិត្តដូចថាសម្លឹងឆ្ងាយបាទគាត់ចូលចិត្តគិតថាអ្វីត្រូវមានគឺមានហើយអ្វីដែលមិនត្រូវមានគឺមិនមានអញ្ចឹងណាបងប្អូនណាបាទទៅតាមមានតាមបានគាត់ចេះព្រមល្មមអញ្ចឹងទៅបាទគ្រាន់តែថាយើងវាមិនមានការតស៊ូមិនមានការព្យាយាមទេអ្វីគ្រប់យ៉ាងគឺមិនរត់មករកយើងទេណាបងប្អូនណាបាទយើងកុំគិតថាសំពាយបុណ្យសំពាយកម្មអីចឹងគឺមិនត្រឹមត្រូវទេណាបងប្អូនខ្លះគិតថាសំពាយបុណ្យសំពាយកម្មអីផ្ដេកផ្ដួលទៅអញ្ចឹងទៅណាបងប្អូនបាទព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានសម្ដែងយ៉ាងហ្នឹងទេណាបងប្អូនណាបាទរឿងអ្វីគ្រប់យ៉ាងដូចជាព្រះអង្គសម្ដែងរឿងបុណ្យជាដើមណាបើសិនជាយើងមានបុណ្យត្រឹមតែ5ទេណាបងប្អូនណាពីអតីតជាតិមកតែយើងធ្វើបន្ថែមនៅជាតិនេះទៅបុណ្យដែលមាននៅជាតិនេះក៏ទៅឧបត្ថម្ភបុណ្យអតីតហ្នឹងឲ្យមានកម្លាំងឲ្យផលមកណាបងប្អូនណាបាទក៏ប៉ុន្តែបើយើងធ្វើបាបទៅវិញណាបុណ្យដែលមាន5ហ្នឹងគឺអត់មានឱកាសឲ្យផលទេណាបងប្អូនណាបាទអញ្ចឹងព្រះអង្គឲ្យយើងមានការព្យាយាមតស៊ូប្រឹងប្រែងខំប្រឹងគ្រប់បែបយ៉ាងកុំថ្នាក់ថ្នមកាយណាបាទកុំចង់សំណុកពោះខ្ជិលឲ្យសោះបាទការសំណុកព្រោះខ្ជិលនេះវាជាអបាយមុខមួយដែរណាគឺខ្ជិលនេះក៏ជាអបាយមុខដែរបាទអបាយមុខធំនោះគឺមាន3ល្បែងស្រីល្បែងស្រាល្បែងភ្នល់ទាំងឡាយក៏ប៉ុន្តែការខ្ជិលច្រអូសមិនអើពើនឹងធុរៈហ្នឹងក៏ជាអបាយមុខផងដែរណាហើយការដើរលេងខុសកាលខុសវេលាក៏ជាអបាយមុខមួយផងដែរការចូលចិត្តនៅល្បែងល្បាំដូចជាការលេងសើចសប្បាយនៅក្នុងល្បែងល្បាំដូរតន្ត្រីអីហ្នឹងក៏ជាអបាយមុខផងដែរអ្វីគ្រប់យ៉ាងឲ្យតែបង្វក់ចិត្តរបស់យើងគឺជាអបាយមុខហើយណាបងប្អូនណាបាទអញ្ចឹងខ្សែបាតដៃអ្នកដែលមានខ្សែជីវិតនៅគៀកមេដៃណាបងប្អូនណាបើយើងនិយាយគិតអំពីខ្សែជីវិតទៅគឺមិនទលំទលាយបានន័យថាខ្លីមិនវែងដូចជាគេអ្នកមានខ្សែជីវិតនៅចិត្តម្រាមដៃចង្អុលណាបងប្អូនណាអញ្ចឹងដំណើរជីវិតរបស់បុគ្គលហ្នឹងក៏នឹងជួបបញ្ហាច្រើននៅក្នុងជីវិតបាទពីព្រោះគាត់មិនមែនខ្នះខ្នែងមិនបានសម្លឹងវែងឆ្ងាយមិនមានមហិច្ឆតាការចង់មានចង់បានមិនដាក់គោលដៅនៃជីវិតបាទអញ្ចឹងណាបាទបង្ងើយកន្តើយចំពោះនឹងធុរៈផ្សេងអីចឹងទៅក៏ជួបបញ្ហាក្នុងជីវិតនឹងច្រើនណាស់បងប្អូន
បាទអញ្ចឹងអ្វីគ្រប់យ៉ាងយើងតើតែរៀបចំដំណើរជីវិតដោយខ្លួនយើងណាបាទយើងសម្លឹងមើលទៅមុខបាទសម្លឹងឲ្យបានទូលំទូលាយណាបាទហើយយើងក៏មើលគំរូអ្នកដតីដែលឆ្លងកាត់មុនយើងហ្នឹងជាឧបមាទៅណាបងប្អូនណាជាបទពិសោធន៍បាទដំណើរជីវិតរបស់យើងបាទអញ្ចឹងបងប្អូនយល់ណាខ្សែជីវិតដែលនៅចិត្តមេដៃនិងចិត្តចង្អុលដៃហ្នឹងបាទហើយមួយទៀតអ្នកខ្លះក៏មានខ្សែជីវិតអញ្ចឹងទៅណាបងប្អូនមកត្រឹមហ្នឹងទៅក៏មានខ្សែបាញ់ចេញពីខ្សែជីវិតណាបងប្អូនណាមកអញ្ចឹងទៅហើយក៏មានខ្សែខាងក្រោមនេះទៀតអញ្ចឹងទៅណាបងប្អូនណាបាទបានន័យថាជីវិតនៅកន្លែងនេះណាគឺគាត់នឹងមានការផ្លាស់ប្ដូរខ្លាំងដែលនឹកស្មានមិនដល់ណាអាចថានឹងបានទៅរស់នៅប្រទេសក្រៅណាបងប្អូនណាពីព្រោះខ្សែជីវិតដែលបាញ់មកខាងលើនច័ន្ទនេះគឺជាខ្សែជីវិតដែលមានដំណើរវែងឆ្ងាយបាទបានន័យថាដំណើរផ្លូវឆ្ងាយណាបងប្អូនណាបាទបើមិនប្រទេសក្រៅក៏ផ្លាស់ទីអំពីជនបទចូលទៅទីក្រុងផងដែរណាបងប្អូនណាបាទអញ្ចឹងទៅបាទហើយខ្សែជីវិតខ្លះទៀតនោះក៏មានខ្សែជីវិតអញ្ចឹងមកណាបងប្អូនណាក៏ប៉ុន្តែនៅចំណុចខ្លះហ្នឹងក៏មានខ្សែទូចទូចបាញ់ចោលចេះណានៅរាប់ខ្សែជីវិតចេះណាខ្សែទូចទូចដែលបាញ់ចោលចេះគឺខ្សែមិនល្អទេណាបងប្អូនណាបានន័យថាសុខភាពរបស់យើងហ្នឹងនឹងធ្លាក់ចុះហើយណាបងប្អូនណាអាចនឹងជួបបញ្ហារឿងសុខភាពនោះឯងណាมันអាចនឹងប្រព្រឹត្តនៅការងារនឹងបានណាมันអាចធ្វើនៅការងារអ្វីផ្សេងបានបាទខ្សែជីវិតដែលមានខ្សែទូចទូចបាញ់ចោលចេះណារាប់ខ្សែជីវិតចឹងបាទចឹងណាបងប្អូនណាអាហ្នឹងគឺជីវិតយើងគឺជួបបញ្ហាកាលណាតែខ្សែទូចរាប់ខ្សែជីវិតដូចជាសម្បោលខ្មៅចឹងដែរណាបងប្អូនណាបាទហើយមួយទៀតនោះខ្សែជីវិតដែលមានខ្សែបាញ់ចោះវែងណាបងប្អូនណាបាទអានោះគឺជាការផ្លាស់ប្ដូរនៃជីវិតណាបាញ់ចោះវែងចឹងណាបងប្អូនណាបាទហ្នឹងគឺជាការផ្លាស់ប្ដូរនៃជីវិតទេណាគឺល្អវិញទេណាបងប្អូនណាបាទក៏ប៉ុន្តែបើសិនជាបាញ់ខាងក្នុងនេះគឺមិនល្អទេណាបងប្អូនណាបាទបាញ់ខាងក្នុងនេះ45ដឺក្រេណាបងប្អូនគឺជាខ្សែចាកបាទអាចជួបនៅបញ្ហាគ្រោះថ្នាក់បញ្ហាបែកបាក់និងការខាតបង់ឬជំងឺជាដើមណាបងប្អូនណាខ្សែនេះគឺជាខ្សែមិនល្អទេបាទណាបងប្អូនបាទខ្សែជីវិតបើសិនជាមានកាកបាទទៀតក៏មិនល្អដែរណាយើងមើលទៅតាមអាយុដែលខ្សែនឹងមានបាទអាយុនៃខ្សែជីវិតបងប្អូនមើលដូចខ្ញុំធ្លាប់បង្រៀនឲ្យបងប្អូនមើលណាបាទថាគេត្រូវមើលបែបម៉េចបាទនេះបងប្អូនscreenshot នៅរូបនេះទៅណាយកទៅមើលទៅបាទគឺមានការរង្វាស់នៃខ្សែជីវិតណាថាគេរាប់យ៉ាងម៉េចបាទនេះគឺមួយឆ្នាំណាមកដល់នេះគឺ75ឆ្នាំបាទកដៃណាបងប្អូនណាបាទយើងបែងជា2យើងកាត់ចែកជា2ទៅទៀតទៅដឹងប្រមាណក្នុងអាយុនៅក្នុងចន្លោះណាប្រមាណហ្នឹងគឺបងប្អូនរៀនមើលយូរហ្នឹងគឺស្ទាត់ជំនាញអាចនឹងដឹងហើយណាបងប្អូនណាបាទរបៀបរៀនមើលនៅខ្សែជីវិតហ្នឹងហើយអញ្ចឹងបញ្ហាគ្រប់យ៉ាងដែលកើតនៅចំណុចណាយើងគណនាទៅលើខ្សែជីវិតអាយុចំណុចហ្នឹងទៅណាបងប្អូនណាបាទបើសិនជាមានខ្សែ4ជ្រុងទៅវិញក៏មិនល្អដែរណាជាប់ខ្សែជីវិតណាបងប្អូនណាបាទក៏អាចនឹងជាប់ពន្ធនាគារបាទដោយប្រការផ្សេងអាចមានបទល្មើសអីឬក៏រងគ្រោះដោយការចោទប្រកាន់អីផ្សេងអញ្ចឹងទៅណាបងប្អូនណាបាទបើសិនជាមានកាកបាទកាត់ខ្សែជីវិតឬអុចខ្មៅអីអាចជំងឺអាចនឹងត្រូវវះកាត់ណាបងប្អូនណាបាទគឺអាចនឹងត្រូវដល់ថ្នាក់វះកាត់ណាជំងឺធ្ងន់បាទអញ្ចឹងក៏យើងនៅក្នុងពេលហ្នឹងណាយើងដឹងថាបើសិនជាបូកទៅឃើញលេខគ្រោះលេខឆ្នាំមិនល្អផងក៏យើងមានវិធីកែប្រែទៅតាមសាច់រឿងហ្នឹងទៅណាបាទការកែប្រែហ្នឹងគ្មានអ្វីក្រៅពីការធ្វើបុណ្យហ្នឹងទេណាបងប្អូនណាធ្វើបុណ្យញ៉ាំងចិត្តឲ្យទៅជាកុសលទៅបាទកុសលហ្នឹងក៏ឧបត្ថម្ភនៅកុសលដែលមិនតាន់មានឱកាសឲ្យផលឲ្យមានឱកាសឲ្យផលក៏ចូលទៅបៀតបៀននៅអកុសលដែលបំរុងឲ្យផលហ្នឹងណាមិនឲ្យមានកម្លាំងគ្រប់គ្រាន់ពេញលេញនៅក្នុងការឲ្យផលហ្នឹងក៏វាប៉ះពាល់តែបន្តិចបន្តួចទេណាបងប្អូនណាបាទនេះនិយាយអំពីរឿងខ្សែជីវិតដែលមានបញ្ហាណាបងប្អូនណា
បាទបងប្អូនត្រូវយល់អំពីចំណុចហ្នឹងបាទហើយចំណែកកោះណាបងប្អូនចាប់ពីអាយុ30នេះទៅលើហ្នឹងគឺបើសិនជាកោះនៅកំឡុងតាមហ្នឹងណាបងប្អូនណាគឺយើងត្រូវគិតអំពីត្រឹមបេះដូងឡើងទៅលើទៅបាទបើខិតមកលើនេះអំពីបំពង់កឬក៏បញ្ហាបើជាប់ជាមួយនឹងខ្សែខួរក្បាលក៏និយាយរឿងប៉ះពាល់ទៅដល់ខួរក្បាលទៅតែបើកោះខិតមកក្រោមក៏និយាយអំពីរឿងបេះដូងទៅណាបងប្អូនណាតែបើមកក្រោមទៀតក៏និយាយរឿងកាពះពោះវៀនទៅកោះណាបងប្អូនណាបាទបើមកក្រោមទៀតក៏និយាយអំពីផ្លូវបន្ទោបងផ្លូវបន្តពូជអីចឹងទៅណាបងប្អូនណាបាទអាហ្នឹងគឺយើងមើលទៅតាមហ្នឹងទៅបាទហើយខ្សែជីវិតបើសិនជាខាងក្រោមនេះមានបែកសាខាណាបែកមេសាខាអញ្ចឹងគឺល្អណាបងប្អូនណានឹងទទួលភាពរុងរឿងនៅវ័យចាស់បាទណាបងប្អូនទទួលភាពរុងរឿងនៅវ័យចាស់បាទគ្រាន់តែខ្សែជីវិតមួយហ្នឹងក៏យើងមើលបានច្រើនរឿងណាបងប្អូនណាអំពីដំណើរជីវិតឲ្យតែយើងបានយល់នៅក្នុងខ្សែជីវិតហ្នឹងបាទដូចជាក្នុងសៀវភៅដែលខ្ញុំរៀបចំនេះគឺមានខ្សែទាំងអស់បាទនិយាយអំពីរឿងខ្សែជីវិតរឿងអីផ្សេងហ្នឹងគឺមានណាបងប្អូនណានៅក្នុងសៀវភៅដែលខ្ញុំរៀបចំនេះគឺដើមដំបូងឡើយគឺនិយាយអំពីរឿងខ្សែជីវិតនោះឯងបាទខ្សែជីវិតរៀងយ៉ាងម៉េចហ្នឹងគឺមាននៅក្នុងនឹងទាំងអស់ណាបងប្អូនណាហើយនឹងជួបបញ្ហាអ្វីទៅលើទៅលើជីវិតរបស់យើងដំណើរជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងគឺមាននៅក្នុងនឹងទាំងអស់ណាបងប្អូនណាបាទនេះអំពីរបៀបរាប់អាយុនៃខ្សែជីវិតបាទសម្រាប់សៀវភៅណាបងប្អូនគឺមានជាដរាបបាទគឺខ្ញុំបោះពុម្ពជាបន្តបន្ទាប់ណាបាទសម្រាប់បងប្អូនដែលជាវសៀវភៅពីខ្ញុំទៅហ្នឹងក៏អាចសាកសួរតាម Telegram បានចំពោះខ្សែណាដែលមិនយល់ណាបងប្អូនណាបាទតែឲ្យជាវសៀវភៅហ្នឹងយកទៅរៀនណាមិនមែនជាវសៀវភៅហើយអត់រៀនហើយសួរខ្ញុំទេពីព្រោះមានបងប្អូនខ្លះណាបងប្អូនសៀវភៅយកទៅគឺអត់រៀនអត់សិក្សាអត់មើលទេហើយសួរខ្ញុំតែលើបាតដៃគាត់អញ្ចឹងទៅបាតដៃបងប្អូនគាត់អញ្ចឹងទៅណាចេះតែយកមកសួរទៅតាមពិតខ្សែអស់ហ្នឹងនៅក្នុងសៀវភៅមានទាំងអស់បាទរហូតដល់មែនទែនទៅសូម្បីតែខ្សែជំនួញក៏គាត់មិនស្គាល់ខ្សែព្រះអាទិត្យក៏គាត់មិនស្គាល់ខ្សែអារម្មណ៍ក៏គាត់មិនស្គាល់ណាដល់អញ្ចឹងខ្ញុំក៏មិនដឹងថានឹងប្រាប់គាត់យ៉ាងម៉េចពីព្រោះគាត់អត់រៀនបាទហើយមានអ្នកខ្លះគាត់មិនបានជាវសៀវភៅទេក៏ប៉ុន្តែគាត់បានតាមដាន YouTube របស់ខ្ញុំនឹងច្រើនអញ្ចឹងណាហើយគាត់ផងគាត់តាមដានផងអញ្ចឹងទៅគាត់ថាលោកគ្រូខ្ញុំតាមដានលោកគ្រូមកយូរហើយមានការគាត់ផងហើយតាមដានផងអញ្ចឹងទៅក៏ឥឡូវមើលគេបានហើយណាហើយគាត់ថាត្រូវ100%ទៀតផងណាបងប្អូនណាបាទឲ្យតែយើងរៀនច្បាស់លាស់ណាបងប្អូនណាគឺមើលត្រូវបាទខ្សែបាតដៃនេះគឺត្រូវខ្លាំងណាបងប្អូនណាពីព្រោះខ្ញុំសង្កេតមើលតាំងពីខ្ញុំមើលណាឲ្យតែបុគ្គលនឹងមានខ្សែនឹងបាទគឺនឹងជួបពិតប្រកបគ្រាន់តែថាយើងគណនានៅក្នុងអាយុនឹងវាអាចខុស1ឆ្នាំឬ2ឆ្នាំតែប៉ុណ្ណោះទេណាបាទវាអាចគ្រាន់តែខុសបន្តិចបន្តួចពេលវេលាតែប៉ុណ្ណោះទេបាទប៉ុន្តែរឿងហ្នឹងវានឹងត្រូវកើតណាបងប្អូនណាឲ្យតែខ្សែនឹងមានគឺវានឹងត្រូវកើតបាទពីព្រោះរឿងការរង្វាស់អាយុនេះជួនណាទៅក៏យើងមិនបានពិនិត្យដិតដល់ច្បាស់លាស់អញ្ចឹងវាអាចខុសបន្តិចបន្តួចណាបងប្អូនណាបាទអញ្ចឹងរឿងដំណើរខ្សែបាតដៃនេះបងប្អូនឲ្យតែតាមដានឲ្យតែយកចិត្តទុកដាក់គឺបងប្អូនអាចនឹងមើលបានណាបាទបើយើងមិនបានថាមើលឲ្យអ្នកដតីទេក៏មើលត្រឹមក្រុមគ្រួសារយើងដឹងថានឹងមានបញ្ហាអ្វីកើតឡើងណារហូតបងប្អូនខ្លះទៅគាត់មិនបានដឹងណាបងប្អូនណាចេះតែដើររូគ្រូមើលដោះអំពើអំព័ន្ធផ្សេងណាគិតថាខ្លួនឯងហ្នឹងត្រូវអំពើគេហើយមើលមិនចេះជល់ណាពេទ្យក៏ពិនិត្យមិនឃើញថាជាជំងឺអ្វីខ្វះអ្វីលើសអ្វីមានបញ្ហាតាក់ទងទៅលើអ្វីបាទអញ្ចឹងទៅគាត់យល់ថាជាអំពើអំព័ន្ធណាដែលមានអុចខ្មៅនៅលើខ្សែជីវិតជាដើមណាបងប្អូនណាបាទអុចខ្មៅនៅលើខ្សែជីវិតជាដើមអញ្ចឹងទៅអុចខ្មៅនៅលើខ្សែខួរក្បាលជាដើមអញ្ចឹងទៅបាទ
ហើយអុចខ្មៅនៅលើខ្សែបេះដូងជាដើមអញ្ចឹងទៅបាទហើយអុចខ្មៅនេះឲ្យតែចំខ្សែណាបងប្អូនណាជំងឺដែលនឹកស្មានមិនដល់ណាបងប្អូនណាដែលពិបាកនឹងថាឈឺអីឲ្យប្រកបណាបងប្អូនណាបាទអញ្ចឹងនៅក្នុងកិច្ចនេះក៏យើងដឹងរឿងទៅយើងចេះឧបកិច្ចបាទឧបកិច្ចនៅបញ្ជ្រុយខ្មៅនឹងកុំឲ្យមានឥទ្ធិពលខ្លាំងទៅលើយើងទៀតណាដោយអំណាចការធ្វើបុណ្យនិងការអធិដ្ឋានចិត្តឧបកិច្ចចោលទៅបជីកចោលដូចចាស់ចាស់ពីដើមចំណាំបជីកណាបងប្អូនណាបាទអញ្ចឹងក៏យើងក៏នឹងបានធូរស្រាលទៅវិញណាបងប្អូនណាពីព្រោះខ្ញុំជួបច្រើនបាទក៏នឹងប្រាប់គេទៅគេក៏បានរួចចាករឿងរ៉ាវទាំងអស់នឹងច្រើនណាហើយតែមានអុចខ្មៅនឹងណាសុខភាពគឺមិនអាចធ្វើការងារអ្វីកើតទេបាទគឺมันអាចនឹងមានកម្លាំងកំហែងធ្វើការទេបាទវាមានលក្ខណៈឈឺដូចជាមាយាអញ្ចឹងណាបងប្អូនណាសិនតែឈឺសិនតែជាសិនតែឈឺសិនតែជាទៅពិនិត្យគឺมันឃើញរោគសញ្ញាអ្វីនឹងពិតប្រាកដទេអញ្ចឹងរឿងកនុកខ្មៅអុចខ្មៅបជ្រុយអីនេះដែលដោះនៅលើខ្សែគោលណាច្រើនតែបញ្ហារឿងសុខភាពនោះឯងបាទក៏ប៉ុន្តែมันមានអ្វីធ្ងន់ធ្ងរទេគ្រាន់តែថារំខានមិនឲ្យយើងធ្វើការអ្វីកើតតែប៉ុណ្ណោះណាបងប្អូនណាបាទពីព្រោះជនណាទៅគ្មានកម្លាំងកំហែងជនណាឈឺក្បាលវិលមុខអញ្ចឹងទៅណាបាទអញ្ចឹងទៅក៏មិនអាចនៅប្រកបការងាររកស៊ីអីកើតប៉ះពាល់ជាមួយនឹងសុខភាពនឹងឯងបាទអញ្ចឹងយើងដឹងទៅក៏យើងចេះឧបកិច្ចទៅតាមរឿងអញ្ចឹងទៅក៏នឹងបានរួចចាកអំពីបញ្ហាទាំងអស់នោះបានណាអញ្ចឹងរឿងខ្សែបាតដៃនេះគឺបង្ហាញយើងឲ្យដឹងច្រើនណាបងប្អូនណាបង្ហាញយើងឲ្យដឹងរឿងផ្សេងច្រើនណានៅលើខ្សែបាតដៃដែលយើងមាននឹងបាទបងប្អូនត្រូវយល់អំពីដំណើរនៃខ្សែជីវិតហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូនច្រើនហើយណាបើសិនជាមានខ្សែណាហ្នឹងបងប្អូនក៏នឹងដឹងរឿងបាទបន្តទៅមុខទៀតក៏ខ្ញុំនឹងប្រាប់អំពីខ្សែផ្សេងដែលមកប៉ះពាល់ជាមួយនឹងខ្សែជីវិតដែលឲ្យមានបញ្ហានិងមានជោគជ័យអីជាដើមអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងវីដេអូហ្នឹងក៏ប៉ុណ្្នឹងសិនចុះបាទក៏ជួបគ្នានៅវីដេអូក្រោយបាយបាយ